ភាគទី7បងឯបាបានទេទៅបងអូហ្គាតាប្រពន្ធថ្ងៃស្អែកទៅញ៉ាំអីប៉ុន្តែបងអូហ្គាតាបាច់ជាជ្រុលមាត់និយាយថាថ្ងៃស្អែកក៏រវល់ទៅលេងសមុទ្រហើយឬដូច្នោះបងឯបាក៏បានសុំទៅជាមួយគ្នាទោះជាបងអូហ្គាតាបានខំរកលេសយ៉ាងច្រើនប៉ុន្តែបងឯបាចង់ទៅតតែបានពេលនេះទៅបងអូហ្គាតាដឹងថាខ្លួនបានបង្កើតចេញកំហុសមួយយ៉ាងធំព្រឹកថ្ងៃស្អែកបងអូហ្គាតាសម្រេចចិត្តថានឹងលួចទៅតាំងព្រឹកដើម្បីកុំឲ្យបងឯបារកឃើញប៉ុន្តែសោយអីព្រោះតែសប្បាយចិត្តពេកបងឯបាក៏បានងើបយ៉ាងព្រលឹមដើម្បីមកទីនេះចាំបងអូហ្គាតាពួកគេទាំងពីរនាក់ក៏បានដល់ឆ្នេរសមុទ្រមុនហើយជួបជាមួយមិត្តភក្តិរបស់តួស្រីក្រោយពេលដឹងថាបងឯបាក៏ជាដៃប្រឡាំងនៅ MFG ដូចជាតួប្រុសក្មេងស្រីទាំងពីរនាក់នោះពិតជាសប្បាយចិត្តយ៉ាងខ្លាំងមិនតែប៉ុណ្ណោះបងឯបានឹងសន្យាថានឹងភេពួកគេញ៉ាំអីទៀតពេលដែលតួប្រុសជាមួយតួស្រីមកដល់ពិតជាភ្ញាក់ផ្អើលនៅពេលដែលឃើញបងឯបានៅទីនេះចំណែកបងឯបាមានអារម្មណ៍ថាដូចជាធ្លាប់ឃើញតួស្រីនៅកន្លែងណាប៉ុន្តែនៅពេលដែលស្រីផ្លាស់ប្ដូរសម្លៀកបំពាក់ហាយទឹកបងឯបាបែរជាមើលដឹងថារ៉ែនគឺជាអេងចលទី7រួមមួយនឹងធ្វើអូហ្គាតាជាមួយតួប្រុសស្ទើរតែមិនជឿថាមិនក៏ប៉ែឯបានេះមើលដឹងតួស្រីព្រោះតែអៀនពេកដូច្នោះក៏បានរត់ចេញពីទីនោះចំណែកបងឯបាបានបញ្ចេញទៅមុខយ៉ាងតឹងតែងហើយតួប្រុសទៅនិយាយគ្នាទៅពីរនាក់នៅចំណតឡានមិនអាចទុកបានកំហឹងបងឯបាក៏បានដាក់ឲ្យតួប្រុសមួយដៃក៏មិនខឹងមកពីដឹងថាតួស្រីគឺជាអេងចលទី7នោះទេអ្វីដែលគាត់ខឹងគឺតួប្រុសលាក់បាំងប្រសិនជាកាណាតានិយាយការពិតក៏ប្រកាសជាយោគយល់និយាយចប់បងឯបាក៏បានចាក់ចេញពីទីនោះហើយនិយាយពាក្យចុងក្រោយថាពួកគេទាំងពីរនាក់មិនមែនជាមិត្តភក្តិនឹងគ្នាទៀតទេលើផ្លូវត្រឡប់ទៅវិញបងឯបាដឹងច្បាស់ថាមិញតួប្រុសប្រកាសជាអាចកិច្ចបានប៉ុន្តែគេជឿរើសនៅស្ងៀមនិយាយតាមត្រង់បងឯបាចាប់ទុកតួប្រុសយើងដូចជាប្អូនប្រុសអញ្ចឹងដូច្នោះនៅពេលដែលវាយតួប្រុសគាត់ក៏មានអារម្មណ៍ថាឈឺចិត្តខែនេះបងអូហ្គាតាពិតជាព្រួយអារម្មណ៍នៅពេលដែល3នាក់នោះមិនទាន់ត្រឡប់មកវិញពេលនោះមានក្មេងប្រុស2នាក់ក៏បានមកនិយាយពាក្យសារសងទៅកាន់មិត្តភក្តិរបស់តួស្រីប៉ុន្តែសំណាងពេលនោះបងឯបាបានមកដល់គាត់បានប្រើការភ្នែកដ៏សាហាវរបស់ខ្លួនបង្ខំឲ្យក្មេង2នាក់នោះនិយាយពាក្យសុំទោសបន្ទាប់មកពួកគេទាំង4នាក់ក៏បានលេងយ៉ាងសប្បាយចិត្តតួប្រុសព្រោះតែមុខមានស្នាមរបួសដូច្នេះមិនត្រឡប់ទៅវិញលេងជាមួយអ្នកទាំងអស់គ្នាដល់ថ្ងៃស្អែកបងឯបាក៏បាននិយាយពាក្យសុំទោសទៅកាន់តួប្រុសត្បិតតែតួប្រុសមិនបន្ទោសបងអូហ្គាតាប៉ុន្តែតួស្រីបានខឹងគាត់មើលទៅប្រហែលជាតតែប្រហែលថ្ងៃទៀតទើបតួស្រីអត់ខឹងបងអូហ្គាតាស្រាប់តែពេលនោះមានលេខចម្លែកមួយបានទេមករកបងអូហ្គាតាហើយនិយាយតែភាសាអង់គ្លេសដូច្នោះគាត់ក៏បានពឹងឲ្យតួប្រុសជួយនិយាយគ្នាអ្នកដែលទេមកមានឈ្មោះថាអេម៉ានាងក៏ត្រូវជាអ្នកស្គាល់របស់តួប្រុសមួយសន្ទុះក្រោយមកអេម៉ាក៏ជា Aston Martin មកជួបតួប្រុសនាងមានសម្រស់ពិតជាស្រស់ស្អាតប៉ុន្តែអ្វីដែលធ្វើឲ្យបងអូហ្គាតាពិតជាភ្ញាក់ផ្អើលគឺនាងទទួលស្គាល់ខ្លួនឯងគឺជាសង្សារចាស់របស់តួប្រុសទាំងតួប្រុសមិនដឹងអ្វីទាំងអស់អានេះគេហៅថាស្រឡាញ់គេម្នាក់ឯងដល់ដំណាក់កាលចុងក្រោយណាគ្នាយើងត្រឡប់មកសាច់រឿងរបស់យើងវិញអេម៉ាមានអារម្មណ៍ថាតួប្រុសបានមានការផ្លាស់ប្ដូរច្រើនជាពិសេសគឺកៅភ្នែកវាលែងបង្ហាញពីភាពឯការបស់តួប្រុសទៀតហើយមូលហេតុដែលអេម៉ាមកប្រទេសជប៉ុនគឺដើម្បីចូលរួមការប្រកួត MFG នៅវគ្គចុងក្រោយលើដូច្នោះកាណាតាពិតជាសង្ឃឹមថានាងនឹងមិនចូលរួមព្រោះ MFG មិនសមឲ្យនាងនោះទេព្រោះតែរៀននៅសាលាជាមួយគ្នាដូច្នោះតួប្រុសដឹងយ៉ាងច្បាស់ថាអ្វីដែលបង្រៀននៅសាលាមិនគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងនៅក្នុង MFG បាននាងក៏បាននិយាយថាត្បិតតែតួប្រុសជាសិស្សល្អប្រចាំសាលាហើយនាងទៅចំណាត់ថ្នាក់លេខ3ប៉ុន្តែមួយឆ្នាំកន្លងមកនេះនាងបានវឹកហាត់អស់ជាច្រើនដូច្នោះអេម៉ាក៏បានអោបតួប្រុសហើយនិយាយថានឹងបញ្ចេញសមត្ថភាពឲ្យតួប្រុសមើលក្រៅពីមានរូបសម្រស់ស្រស់ស្អាតបច្ចេកទេសបើកឡានរបស់នាងក៏មិនអន់ដែរថ្ងៃស្អែកពេលដែលកំពុងដើរលេងជាមួយតួស្រីស្រាប់តែអេម៉ាបានទេមកតួប្រុសនិយាយថាចង់ជួបគ្នាអស់វិធីតួប្រុសមានតែនាំរ៉េនទៅជួបអេម៉ាតែប៉ុណ្ណោះនៅពេលទៅតែជួបអេម៉ាក៏បានសួរតួស្រីថាគឺជាសង្សារបែបច្បងរបស់តួប្រុសមែនហើយនាងក៏បានប្រាប់តួប្រុសថាមិនក៏អ្នកទាំងពីរហួសហេតុម៉េចធ្វើបែបនេះដឹងបេះដូងខ្ញុំឈឺចាប់អត់ប៉ុន្តែអេម៉ាបានស្ងើអារម្មណ៍វិញបន្ទាប់មកពួកគេក៏បានទៅហាងអង្គុយផឹកអីឃើញតួប្រុសយកចិត្តទុកដាក់ទៅលើតួស្រីធ្វើអេម៉ារៀងចំណានព្រោះនាងមិនដែលទទួលបានការយកចិត្តទុកដាក់បែបនេះពីតួប្រុសទេអេម៉ាក៏ចាប់ផ្ដើមសួរថាតើតួប្រុសមកប្រទេសជប៉ុនដើម្បីអ្វីបើបន្តប្រណាំងឡាននៅប្រទេសអង់គ្លេសគេប្រកាសជាខ្លាចជាដៃប្រណាំងដ៏អស្ចារ្យនាងក៏ដឹងពីរឿងដែលម្ដាយតួប្រុសចែកឋានប៉ុន្តែក៏មិនចង់បណ្ដោយឲ្យតួប្រុសខូចខ្លួនបែបនេះកាណាតាក៏បាននិយាយថាគេមកប្រទេសជប៉ុនគឺមានហេតុផលរបស់គេហើយជឿជាក់ថាការសម្រេចចិត្តមនុស្សគឺត្រឹមត្រូវដូច្នោះមិនត្រូវការអេម៉ាខ្វល់ខ្វាយនោះទេនិយាយចប់តួប្រុសក៏បានងើបឈរទៅបន្ទប់ទឹកឆ្លៀតឱកាសនឹងអេម៉ាក៏បាននិយាយជាមួយតួស្រីថាតួប្រុសគឺជាមនុស្សធំម្នាក់ចំណែកតួស្រីនៅក្មេងពេកមើលទៅដូចជាមិនសូវសមគ្នាប៉ុន្មានត្បិតតែពាក្យសម្ដីរបស់អេម៉ារៀងពិបាកស្ដាប់ប៉ុន្តែវាសុទ្ធតែជាពាក្យពិតរឿងមួយនេះក៏ធ្វើឲ្យរ៉េមានការព្រួយបារម្ភព្រោះខ្លាចថាខ្លួនប្រជែងមិនឈ្នះភាគទី8ថ្ងៃនេះតួប្រុសជាមួយតួស្រីបានស្លៀកឈុតយូកាតាដើម្បីទៅមើលកំជ្រួចពេលធ្វើដំណើរតាមផ្លូវត្បិតតែពិតជាអៀនប៉ុន្តែកាណាតាបានសុំតួស្រីថតរូបមួយសន្លឹកមិនតែប៉ុណ្ណោះនៅសរសើរថាតួស្រីគឺជាមនុស្សដ៏គួរឲ្យស្រឡាញ់យប់នោះកំជ្រួចក៏បានបាញ់បំភ្លឺផ្ទៃមេឃដ៏ងងឹតត្បិតតែបានមើលកំជ្រួចអស់ជាច្រើនដងប៉ុន្តែតួប្រុសទៅទទួលស្គាល់ថាលើកនេះជាលើកដែលមើលកំជ្រួចស្អាតជាងគេក្នុងជីវិតតែតួស្រីវិញមានអារម្មណ៍ថាពិតជារំភើបនាងនៅសង្ឃឹមថាឆ្នាំក្រោយនឹងអាចមើលកំជ្រួចជាមួយតួប្រុសទៀតពេលវេលានៃជុំបន្ទាប់របស់ MFG ក៏ជិតមកដល់ដូច្នោះតួប្រុសក៏បានតេស្តឡានក្រៅពេលដែលអាប់ដេតកាណាតាត្រូវទទួលស្គាល់ថាលោកអូគូយ៉ាម៉ាគឺជាមនុស្សដ៏មានទេពកោសល្យម្នាក់ក៏បានផ្លាស់ប្ដូរឡានមួយនេះឲ្យកាន់តែអស្ចារ្យជាងមុនទៅទៀតក្រៅពេលតួប្រុសត្រឡប់មកកន្លែងចតឡានវិញក៏បានជួបជាមួយ Nozumi នេះក៏បានប្រាប់ឲ្យកាណាតាដឹងថា Bakenbu ជាមួយ Koki ក៏បានធ្វើការផ្លាស់ប្ដូរឡានថ្មីឲ្យវាខ្លាំងជាងមុនកាលនេះនៅពេលដែលកាគេរូកំពុងតែវឹកហាត់បើកឡានស្រាប់តែ Aston Martin មួយគ្រឿងបានបង្ហាញមុខពីក្រោយមិនតែប៉ុណ្ណោះនៅអាចវ៉ាបានយ៉ាងងាយស្រួលទៀតកាគេរូក៏បានទទួលស្គាល់ថាអ្នកដែលបើកឡាន Martin មួយគ្រឿងនេះពិត
ជាមានបច្ចេកទេសល្អមើលទៅការប្រកួត MFG កាន់តែតឹងតែងជាមុនហើយនៅពេលដែលមានដៃប៉ណ្ណាំងថ្មីៗជាច្រើនចុងក្រោយថ្ងៃប្រកួតក៏បានមកដល់ហើយថ្ងៃនេះអ្នកបើកដំបូងគេគឺ Koki ព្រោះតែបានដូរឡានថ្មីដូច្នោះ Koki បានបើកយ៉ាងជឿជាក់ហើយតុង Attention ក៏បានដើរលើឡានរបស់គេហើយគេកំពុងតែបំបីកំណត់ត្រាឆ្នាំមុនរបស់ Akabane ព្រោះតែចង់ឲ្យ Bakenbu ជាមួយកាណាតាភ្លុះរសជាតិបរាជ័យ Koki បានបង្ខំខ្លួនឯងឲ្យខ្លាំងជាងមុនជាច្រើនដងខាងនេះមុនពេលដែលការប្រកួតចាប់ផ្ដើមទូប្រុសបានប្រមូលអស់ភាពក្លាហានទៅរកឯបាដើម្បីនិយាយគ្នាឲ្យបានច្បាស់លាស់តាក់ទងជាមួយនឹងរឿងរបស់ទូស្រីហើយបងឯបាក៏បានសួរតែមួយម៉ាត់ទេថាតើទូប្រុសចូលចិត្តនាងមែនចម្លើយរបស់ទូប្រុសគឺចូលចិត្តហើយគេក៏បានសុំទោសបងឯបាក្រោយពេលស្រាប់ហើយបងឯបាក៏បាននិយាយថាចាប់ពីពេលនេះតទៅពួកគេទាំងពីរនាក់នឹងក្លាយជាសត្រូវស្នេហាប៉ុន្តែបងឯបានៅតែចាប់ទុកកាណាតាជាប្អូនប្រុសដ៏គួរឲ្យស្រឡាញ់របស់គាត់ឮដូច្នោះកាណាតាពិតជារំភើបចិត្តពួកគេទាំងពីរនាក់ក៏បានជូនពរគ្នាទទួលបានលទ្ធផលល្អនៅវគ្គដំបូងអាចនិយាយបានថាវគ្គជម្រុះចុងក្រោយនេះគឺប្រណាំងលើផ្លូវ Double Lane វាក៏ជាផ្លូវដែលបងឯបាជិះស្និទ្ធដៃជាងគេបងអស់ព្រោះផ្លូវនេះធ្វើឲ្យបងឯបាគ្មានអារម្មណ៍ថាភ័យខ្លាចដូច្នោះក៏ហ៊ានជន់ហ្គែអស់លេខតាំងពី2ឆ្នាំមុនដល់ពេលបាច្បងឯបាតែងតែទិញនំឲ្យ Angel ទាំងអស់គ្នាខុសពីដៃប៉ណ្ណាំងដទៃបងឯបាពិតជាចាប់អារម្មណ៍ទៅលើ Angel ហើយមើលថែពួកគេដូចជាមិត្តរំក្រុមសម្បីតែបងគីយ៉ូកូក៏បានលួចក្រាស់ឯបាដែរជាបន្តបន្ទាប់ដៃប៉ណ្ណាំងជាច្រើនក៏បានបង្ហាញជុំប្រកួតរបស់ខ្លួនប៉ុន្តែដល់ពេលបាច់បន់មិនមាននរណាគេអាចបំបីបានកំណត់ត្រារបស់ Koki ទេប៉ុន្តែវិធីក៏ជឿជាក់ថាចាប់ពីថ្ងៃស្អែកទៅប្រកាសជាមានការផ្លាស់ប្ដូរព្រោះកាណាតាជាមួយ Bakenbu នឹងចាប់ផ្ដើមប្រកួតកាលនេះមិត្តភ័ក្តិរបស់ទូស្រីបានប្រាប់នាងថាពួកគេបានឮវិធីក៏និយាយទូប្រុសនឹងមកទីនេះតែមួយឆ្នាំប៉ុណ្ណោះហើយត្រឡប់ទៅប្រទេសអង់គ្លេសវិញឮដូច្នោះទូស្រីពិតជាស្ទះស្លោហើយពិបាកចិត្តព្រោះនៅសល់តែ2ជុំទៀតប៉ុណ្ណោះការប្រកួត MFG នឹងបានបញ្ចប់ហើយទូប្រុសនឹងចាក់ចេញពីទីនេះក្នុងចិត្តរបស់នាងពិតជាមិនចង់ឲ្យរឿងមនុស្សកើតឡើងនោះទេ